តំណាងកម្ពុជាដែលមានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងអាជ្ញាធរជាតិអាវុធគីមីកម្ពុជាបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី27របស់អាជ្ញាធរជាតិនៃប្រទេសជាសមាជិកអង្គការហាមឃាត់អាវុធគីមីនៅទីក្រុងឡាអេប្រទេសហូឡង់ចាប់ពីថ្ងៃទី23ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ដែលមានសមាជិកចូលរួមមកពីបណ្ដាប្រទេសជាសមាជិកទាំងអស់193ប្រទេសក្រសួងការបរទេសបានឲ្យដឹងថាកិច្ចប្រជុំបានបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទម្រង់នៃអាវុធជីវសាស្ត្រឬអាវុធគីមីដូចជាការផលិតការដឹកជញ្ជូនការស្តុកទុកការចែកចាយខុសនិយមអន្តរជាតិដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិនិងបរិស្ថានអង្គសន្និសីទបានទទួលស្គាល់ថាការប្រើប្រាស់អាវុធដែលមានសារធាតុគីមីការផលិតស្តុកទុកជាដើមក្នុងកលៈទេសៈណាក៏ដោយគឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាម5អាវុធគីមីហើយគប្បីទទួលទរណកម្មអន្តរជាតិក្នុងកំឡុងសង្គ្រាម5ថ្ងៃយោធាថៃបានប្រើប្រាស់អាវុធគីមីនិងប្រើយន្តហោះបាញ់ផ្សែងគីមីពុលសារធាតុផូស្វ័រពណ៌សវាយប្រហារលើទីតាំងយោធានិងទីតាំងជនស៊ីវិលស្លូតត្រង់កម្ពុជាដោយមិនរើសមុខដែលបំពានអនុសញ្ញាអន្តរជាតិក្នុងនាមជាប្រទេសសមាជិកអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្ត្រនិងវិទ្យុសកម្មបានរាយការណ៍កន្លងមកនេះថាអាជ្ញាធរជំនាញបានរកឃើញនៅសារធាតុជាច្រើនជាង70មុខនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយបញ្ចប់សង្គ្រាមសារធាតុគីមីដែលបង្កឡើងដោយថៃទាំងនោះបំពុលប៉ះពាល់ដីកសិកម្មនិងជីវិតមនុស្សសត្វទឹកបរិស្ថានក្នុងរយៈពេលមធ្យមនិងយូរអង្វែង។